បាទសួស្តីបងប្អូនទាំងអស់គ្នានៅក្នុងវីដេអូនេះខ្ញុំបង្ហាញពីរបៀបធ្វើ watermark បាទហើយយើងដាក់នៅក្នុងវីដេអូវាងាយស្រួលសម្រាប់ឲ្យអ្នកមើលគាត់អាចចុច subscribe channel របស់យើងដល់ងាយស្រួលបាទគ្រាន់តែចុចនៅក្នុងវីដេអូគឺអាចចុច subscribe channel របស់យើងបានទៀតបាទនេះគឺសញ្ញា watermark នៅក្នុងវីដេអូវាចេញបែបហ្នឹងនេះគឺយើងយកមកចង្អុលទៅបាទដាក់ទៅវាចេញសញ្ញា subscribe បាទនេះគឺសញ្ញា watermark ដើម្បីធ្វើបងប្អូនចុចបើកម្មវិធី PowerPoint មកហើយបន្ទាប់មកយើងចុចកន្លែង insert ដើម្បីគូប្រអប់បាទយើងជ្រើសរើសប្រអប់នេះមក4ជ្រុងបាទហើយរៀងប៉ិតសងខាងអញ្ចឹងយើងដាក់ស្លាស់កុំឲ្យមានពណ៌មកខ្ញុំរើសយកបុកបាទអត់មានពណ៌ហើយខ្ញុំជ្រើសរើស shape outline វាឲ្យរាងធំតិចទៅបន្ទាត់បំពត់ខាងក្រៅហ្នឹងគឺឲ្យវាដិតធំតិចស្រួលមើលបាទហើយបន្ទាប់មកបងប្អូននេះចុចកន្លែង insert បន្ទាប់មកចុច work art យើងទៅសេពីសូមជួយចុចបាទបែបហ្នឹងទៅហើយបន្ទាប់មកយើង select មកបាទ select ដាក់យកពណ៌ក្រហមបងប្អូនដាក់ពណ៌អីក៏បានដែរបាទខ្ញុំជ្រើសរើសfont របស់វាខ្ញុំជ្រើសរើសខ្មែរ OS មកឡាយហើយជ្រើសរើស font size របស់វាបាទដើម្បីឲ្យដាក់ទៅវាប៉ុនប្រអប់ហ្នឹងបាទ watermark នេះយើងធ្វើតូចល្មមបងប្អូនដើម្បីដាក់នៅក្នុងវីដេអូរបស់យើងមកយើងធ្វើធំដាក់អត់ចូលទេបាទធ្វើតូចបានហើយបាទអញ្ចឹងយើងហើយមួយហើយបាទហើយមួយហើយយើងដាក់ថែមមួយទៀតបាទសេថែមចុចកន្លែង insert ដែរមកបន្ទាប់មកចុច work art យើងទៅសេពាក្យអង់គ្លេសមួយទៀតមកដាក់ please click បាទដើម្បីឲ្យអ្នកដែលគាត់ចេះភាសាអង់គ្លេសគាត់អាចមើលដឹងបានបាទខ្ញុំ select ជ្រើសរើសយក font វា Times New Roman ហើយយក font size វាចូលឲ្យប៉ុនគ្នាអានេះយើងហើយបាន2ហើយបាទបន្ទាប់មកបងប្អូនចុចកន្លែង insert បាទចុចកន្លែង save មកយើងយកប្រអប់មួយទៀតដើម្បីដាក់ subscribe បាទគឺ chart flow បាទ terminator បាទយើងគូសបាទប្រអប់បែបនេះដើម្បីយើងដាក់ពាក្យ subscribe បាទយើងដាក់នៅក្នុងប្រអប់ watermark របស់យើងអញ្ចឹងខ្ញុំជ្រើសរើសយកពណ៌ក្រហមមកកន្លែង save format ហ្នឹងគឺបាទពណ៌ក្រហមជ្រើសរើស save outline បាទដើម្បីដាក់ក្រហមទាំងអស់ហើយបន្តមកចុច insert បាទ insert យើងយក work art យើងទៅសេពាក្យ subscribe ទៀតមកបាទដើម្បីដាក់នៅក្នុងប្រអប់តូចហ្នឹងបាទបងប្អូន select មកបាទ select ហើយយើងយក font size វាតូចល្មមបានណាដល់12អញ្ចឹងទៅបាទហើយយើងបាទអូសវាមកដាក់ចូលនៅក្នុងប្រអប់ក្រហមហ្នឹងហើយបើយើងដាក់ពណ៌ហ្នឹងវាអត់សូវឃើញច្បាស់បាទ select យើងដាក់ជ្រើសរើសយកដាក់ពណ៌សស្រួលមើលទៅយើងអាចមើលឃើញពាក្យ subscribe បាទអានេះយឺតតូចវាពិបាកមើលបន្តិចជាមើលដល់យើងបរិយាឲ្យធំស្រួលមើលឃើញពាក្យ subscribe នៅក្នុងនឹងស្អាតបាទបន្ទាប់មកបងប្អូននេះចុចកន្លែង insert ហើយយក save ហើយយើងគូបុកមួយទៀតយើងធ្វើដូចសញ្ញាវីដេអូណានៅក្នុង YouTube អញ្ចឹងបាទគូប្រអប់បែបហ្នឹងមកហើយបន្ទាប់មកបងប្អូនចុច save ទៀតយកសញ្ញាបាទព្រួយនេះបាទយើងយកមកគូហើយដាក់នៅក្នុងប្រអប់តូចហ្នឹងទៅហើយបាទយើងគូបែបហ្នឹងមកបាទអូបែបហ្នឹងមកដាក់ពណ៌ក្រហមទាំងអស់មកហើយបន្ទាប់មកពវលនេះចាប់គាត់ពវលកន្លែងហ្នឹងមកបាទអញ្ចឹងវាបានបាញ់មកមុខបែបហ្នឹងមកខាងស្ដាំដៃហើយយើងយក shape outline ដើម្បីដាក់ពណ៌ក្រហមទាំងអស់ហើយបន្ទាប់មកយើងអូសដាក់នៅក្នុងប្រអប់នេះមកបាទចុះគឺវាមានសញ្ញានេះសញ្ញាក្នុង YouTube អញ្ចឹង
chẳng dương ban bảo ốp nó vô bảo ốp nó đã được nông bảo ốp có hòm lúc tiết đó và dương đã tới về xã chẳng nè và dương bùm thừa tu là mồm đang bị đạo chủ đó nè rồi bắt đầu máu chơi select và select tăng pi đầm bay group với ở chuột từ mũi dương sưu ô tín tới quan tầng ở tại mà đòn và select tăng pi nó cứ bong ôn chơi shift và shift rồi bắt đầu máu dương chơi right click tới rồi bắt đầu máu chơi group tới dương bà này mà bạn nó cứ nó tiền vừa ta đã nơi cái lại vào tù nó nè mà nó dương bà nó vào tù giống đó mà dương group vào tu những tí tới và select group object bảo vía vì miền bay phần ấy sinh nhà video vào thống hay từng là xó và select bàn từng ó dương chơi group bảo vía bị chụp vía từng ó mà lấy bàn hay tia nhà bảo nó đại chu nó không bảo vọt thơm mạc bảo dưỡng bà ní bà nó mong phụ cái đấy trong nhung bật đi xó tích xó subscribe bảo cái thông tích ní bà này bong pun select tới trong đã po ấy của bà này vọt thầm mạc lắm nè bong pun chơi ở cái này save format thằng máu vi miên sinh nhà ní máu bà chơi nói chơi được po ấy của bà po kêu của bà có ho mọc của bà là sai cái lưỡi bong pun này đã po ấy xa nhưng đã po năng tới khi vô po kêu cho bà thằng bà này bong pun đo thầm ní bong pun ai peru mà năng tiền tam bột tới tầm hôm vót thơm mạc đại dương thưa nó cứ bờ dương cầm nót nơi cả lại đi hói các bạn đấy xe format đấy nè bong ôn cầm nót có pu vía sông chơi đọc bụng mũi bà đau bò vía cứ vô sông chơi đọc bụng buồn phần tay bây dương thưa tam đấy về riêng của bạn tích gì thời ca peru mà so hỏi của bạn mượn tích vì tối nha bà tôi men té á tối nhỉ bà bậc nhom đi nhom bà hành bà ọp á là mấy brief hiệp cho mùi vật thơm mạc đại dương thừa hỏi á và chẳng cứ bà ọp nhỉ bà ọp của đại nhom bà hành nó cứ toàn là phân bà ọp nắng bà dương brief hiệp á cho mới phim chơi bà sôn chơi đọc của mũi có pu bảo vía sôn chơi đọc của mũi đã lớn sôn có pu hơn là bà sôn chơi đọc của mũi bà đào dương đã sôn chơi đọc của bún cứ ní bỏ ọp vọt thơm mạc này là tôi bản năng bạn đã chu được trong video bò dưỡng bảo clip thêm này vọt thơm mạc đại dương thừa hào thống đấy nè chẳng dương thời ca peru mà năng tiết chẳng cứ vì riêng của bạn thưa tí nhà mà đo là thầm đấy hết nè còn tái bóng bồn bạch thưa tam nó có bán dương ai từ cầm nọt nơi cái này nhà GPG cái này rụp khi bò dưỡng dương cắt ở dương thực bản này tôi bản năng mồm bàn ấy dương cắt việt nam mà đòn đã chẳng là cắt tới dương từ cầm nọt nơi không rụp khi bò dương được không GPG dương ai cầm nọt resize vì làng vĩnh được không tụm hụt mũi để ai dương đã chu bán nó được không video bò dưỡng nữa mà ní bà toạp máu bong ôn nè chơi sale sân máu bà toạp bị sale máu dương chơi ní sẽ nhà start ní máu rồi dương cắt vía mà cắt dương tiền scroll máu bong ôn scroll rồi cái lại snip and skip bà ní khởi nhá bà cái lại nhú bong ôn chơi mà snip nào là chơi máu vì chơi sinh nhà bài ní về riêng là nghịch tích mà không video mưa ở sân khơi mà còn tay bong ôn thương được không computer cứ ở đây thì dương anh mưa khơi mà chẳng bị chơi sinh nhà bố dương ô màu bà cắt ở quấn vọt thơm mạc bò dương nữa là ní bà nó dương cắt bà nói bong ôn chơi sale tới bà sale đã nơi cái lại nào muối đã nơi lưỡi desktop của bạn được không try đi của bạn này bà nó khi sale nơi lưỡi desktop là dương đại cho mùa máu vay cho mùa ấy bà thì bắt đầu máu chơi sale máu ní bà đấy bong ôn đó sẽ dùng bật là nâng máu thì dương từ mưa ní vọt thơm mạc bỏ dưỡng bà đấy nhỉ bà được nơi không GPG máu hay thì bong ôn resize vì làng vinh máu anh ấy exercise nhưng mưa hay bắt máu bà bong ôn resize làng vinh máu change the size of your picture mi chơi sinh nhà riêng bỏ
4ជ្រុងនេះដាក់ resize កំណត់ទំហំវាឡើងវិញបងប្អូនចុចកន្លែង define custom dimension នេះចុចយកកន្លែងហ្នឹងទៅហើយបន្ទាប់មកបងប្អូនដោះ tick នេះកន្លែង maintain aspect ratio បាទដោះ tick បានយើងកំណត់កន្លែងកម្ពស់និងប្រវែងបដោយរបស់វាបានណាបាទអញ្ចឹងនៅកន្លែង y នេះបដោយនេះបងប្អូនកំណត់យក103មកបងប្អូនវាយមកយើងដាក់103បដោយហើយកម្ពស់បាទយើងដាក់88ទៅអញ្ចឹងយើងធ្វើយើង design នៅកន្លែងរូបភាព photo នេះ GPJ នេះគឺងាយស្រួលធ្វើបាទកំណត់ទំហំហើយយើងចុចកន្លែង save resize copy នឹងមកបាទអញ្ចឹងវាឲ្យយើង save យើង save ដាក់កន្លែងណាបងប្អូនវាយឈ្មោះទៅបើយើងមានស្រេចហើយប៉ុន្តែទំហំវា exercise ផ្សេង250បូកគុណនឹង245ប៉ុន្តែឥឡូវនេះយើងកំណត់ទំហំ103គុណនឹង88បាទអញ្ចឹងបងប្អូនដាក់ឈ្មោះថ្មីយើង save ថែមមួយទៀតទៅប៉ុន្តែខ្ញុំអត់ដាក់ថ្មីទេខ្ញុំដាក់ replace ឡើងវិញបាទខ្ញុំ save ដាក់កន្លែងដើមអញ្ចឹងខ្ញុំដាក់ឈ្មោះដដែលអញ្ចឹងវាចេញសញ្ញាបែបនេះបងប្អូនចុច yes មកចុច save ហើយយើងចុច yes មកបាទអញ្ចឹងគឺវា save ឲ្យយើងហើយបាទអញ្ចឹងគឺទំហំនេះគឺទំហំថ្មីដែលយើងកំណត់មិញនេះគឺ103គុណនឹង88បាទអញ្ចឹងប៉ុណ្ណឹងបានហើយបងប្អូនណាយើងបានហើយនេះទំហំវាប៉ុណ្ណឹងគឺហើយយើងអាចដាក់ចូលបានហើយបាទនេះអញ្ចឹងឥឡូវយើងបានហើយគឺបងប្អូនបើក channel របស់យើងមកដើម្បីដាក់វីដេអូ watermark ហ្នឹងហើយបងប្អូនបើកហើយយើង scroll មកក្រោមយកនេះcustomization នេះមានសញ្ញាដែលដូចរូបផ្ទាត់អញ្ចឹងគឺបងប្អូនចុចកន្លែងហ្នឹងមកបើចុចហើយវាចេញបែបនេះហើយបងប្អូន scroll មកក្រោមឲ្យអស់មកហើយឃើញនេះកន្លែងវីដេអូ watermark នេះនេះសញ្ញា watermark របស់យើងហើយគឺបែបហ្នឹងនេះខ្ញុំដាក់ហើយអញ្ចឹងឥឡូវនេះខ្ញុំ remove ចេញហើយខ្ញុំដាក់ឡើងវិញដើម្បីឲ្យបងប្អូនមើលយើងចុចកន្លែង remove នេះបាទអញ្ចឹងនេះចុច remove ហើយវាអស់ហើយបាត់watermark ហ្នឹងហើយនេះកន្លែងប្រអប់ហើយកន្លែងសញ្ញានេះគឺឈូតនេះគឺកន្លែងគេដាក់ watermark នៅក្នុងវីដេអូរបស់យើងអញ្ចឹងយើងដាក់នៅកន្លែងហ្នឹងហើយ image របស់វាគឺទំហំដែលគេ recommend នៅក្នុងនេះគឺ150គុណនឹង150 pixel ហើយទំហំដែលយើងកំណត់103គុណ88នេះគឺត្រូវហើយយើងអាចដាក់ចូលហើយបាទទំហំប៉ុណ្ណឹងណាបងប្អូនចុច upload មកនេះពី upload នេះគឺយើងចុច upload watermark របស់យើងណាបាទយើងចុចមកបាទអញ្ចឹងវាទាញទៅរកកន្លែងដែលយើងដាក់ watermark ណាwatermark ដែលខ្ញុំកំណត់ហើយគឺទំហំ103គុណ88នេះបាទអញ្ចឹងបងប្អូន select យកមកហើយបន្ទាប់មកបងប្អូនបើក open មកបាទ open មកវាចូលនេះបាទចូលគឺចេញបែបហ្នឹងហើយបើន័យថាដាក់ចូលហើយបងប្អូនចុចសញ្ញាដាន់នេះមកបាទនេះវាចូលហើយអញ្ចឹងវាចេញមកបែបហ្នឹងនេះ watermark របស់យើងចូលនៅក្នុងវីដេអូហើយបន្ទាប់មកយើងជ្រើសរើសវាមានជំរើសឲ្យយើងជ្រើសរើស3ខាងលើនេះគឺ end of video បើន័យថាយើងដាក់នៅខាងចុងវីដេអូណាអញ្ចឹងចុងបញ្ចប់នៃវីដេអូរបស់យើងបានវា show watermark នឹងបង្ហាញ watermark ឲ្យឃើញណាហើយយើង select យកកតាលនេះ custom start time នេះគឺយើងអាចកំណត់ពេលវេលាដើម្បីឲ្យវា show នៅក្នុងវីដេអូរបស់យើងនៅក្នុងនាទីប្រមាណចុងក្រោយណាបាទអញ្ចឹងគឺយើងអាចកំណត់នីតិនេះនៅខាងក្រោមប្រអប់នេះយើងកំណត់ទៅជ្រើសរើសយកខាងក្រោម entire video ទី3នេះគឺយើងជ្រើសរើសយកអាហ្នឹងបានន័យថាវា show នៅក្នុងវីដេអូទាំងមូលតែម្ដងចាប់ផ្ដើមពីនាទីទីប្រមាណទៅគឺវា show រហូតពេញមកវីដេអូមកអញ្ចឹងមើលឥឡូវនេះខ្ញុំជ្រើសរើសយកentire video ហើយបន្ទាប់មកបងប្អូនចុចនេះសញ្ញា public ហ្នឹងមក
ចឹងវាចូលហើយនេះបាទវាដាក់chain public បាទវាចូលនៅក្នុងវីដេអូយើងដាក់តែមួយហ្នឹងទេគឺវាចូលគ្រប់នៅក្នុងវីដេអូទាំងអស់បាទវីដេអូយើងមានប្រមាណ10 20បាទ30 100 200 300 1000គឺវាចូលទាំងអស់បាទយើងដាក់តែកន្លែងហ្នឹងតែមួយទេបងប្អូនចុចកន្លែង content មកវិញមកមើលវីដេអូរបស់យើងបងប្អូនចុច click លើវីដេអូដើម្បីមើលwatermark របស់យើងណាបាទបងប្អូនចុច play សាកមើលបាទឃើញwatermark យើងដាក់មិញដល់អត់ណាខ្ញុំចុចមើលនៅក្នុង channel តើខ្លួនចឹងវាចាញ់សញ្ញា subscribe នោះពណ៌រៀងក្រហមបើសិនជាយើងបើកពី channel ផ្សេងមកមើលវីដេអូនៅ channel មួយទៀតគឺវាចេញពណ៌សកន្លែងសញ្ញា subscribe នេះបាទយើងដាក់ cursor វា load ចេញsubscribe ហ្នឹងគឺយើងអាចចុច subscribe បានឥឡូវនេះខ្ញុំចាក់ចេញហើយខ្ញុំចេញទៅ channel ផ្សេងហើយខ្ញុំបើកវីដេអូនៅក្នុង channel របស់ខ្ញុំនេះហើយដើម្បី play មើលតើwatermark របស់យើងដែលយើងដាក់ចូលហ្នឹងវាយ៉ាងម៉េចបាទនេះខ្ញុំបើកនៅក្នុង channel ផ្សេងចឹងមកមើលវីដេអូដែលយើងដាក់មិញនេះបាទនេះខ្ញុំចុច play សាកមើលបងប្អូននេះឃើញណាបាទនេះសញ្ញា watermark ហើយយើងយក cursor ទៅដាក់ទៅmouse pointer ទៅដាក់ទៅវាចេញ subscribe ពណ៌សណាបាទអញ្ចឹងយើងគ្រាន់តែចុចកន្លែងហ្នឹងគឺបាននេះថាយើង subscribe channel បានហើយមើលខ្ញុំចុចឲ្យមើលបាទឃើញបងប្អូនទេកាលណាយើងចុចកន្លែងហ្នឹងវា subscribe channel ហ្នឹងបានហើយនេះឃើញទេ subscribe នេះបាទដាក់ ED បានន័យថាយើងចុច subscribe ហើយឥឡូវខ្ញុំ unsubscribe វិញពីព្រោះខ្ញុំមិន subscribe ទេដោយសារ channel របស់ខ្ញុំបាទវីដេអូរបស់ខ្ញុំដកវិញបាទអញ្ចឹងប៉ុណ្ណឹងគឺរួចរាល់បងប្អូនអញ្ចឹងយើងដាក់តែមួយហ្នឹងទេអញ្ចឹងគឺវាបង្ហាញសូគ្រប់វីដេអូទាំងអស់មើលគ្រប់វីដេអូគឺមាន watermark អញ្ចឹងគឺវាងាយស្រួលដើម្បីឲ្យ viewer របស់យើងអ្នកមើលគាត់ងាយស្រួលនៅក្នុងការចុច subscribe បាទអញ្ចឹងយើងដាក់នៅក្នុងវីដេអូហើយជួនកាលគ្រាន់តែចុចវីដេអូក៏អាច subscribe channel របស់យើងបានដែរបាទអញ្ចឹងគឺមានតែប៉ុណ្្នឹងទេបាទសូមអរគុណបងប្អូនច្រើនបាទ